ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមេរៀនបន្ទាប់មេរៀនទី5ហើយនៅក្នុងមេរៀនទី5នេះគឺយើងសិក្សា3តួអក្សរគឺអក្សរ M អក្សរ N និងអក្សរ O អញ្ចឹងចង់ដឹងថាអក្សរទាំងនេះមានសំឡេងប្រកបយ៉ាងដូចម្ដេចយើងមកសិក្សាទាំងអស់គ្នានេះគឺជាអក្សរ M សំឡេងប្រកបគឺ M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 ary M monkey M Mary M monkey នេះគឺជារូបភាពដែលសុទ្ធតែផ្ដើមដោយ letter M ដោយអក្សរ M អញ្ចឹងបងប្អូនទាំងគ្នាអាចអានជាមួយខ្ញុំបាន M monkey M monkey M milk M milk M mouse M mouse M money M money ហើយនេះគឺជារបៀបនៃការសរសេរអក្សរ M យើងមើលតាមគំរូលេខនេះទៅគឺយើងសរសេរពីឆ្វេងទៅស្ដាំនិងពីលើចុះក្រោម1 2 3 4ហើយនេះគឺជាអក្សរ M តូចយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះក្រោម1 2 3តោះឥឡូវយើងមកមើលរូបភាពខាងក្រោមដែលតំណាងឲ្យពាក្យអញ្ចឹងតើរូបភាពខាងក្រោមទាំងអស់នេះរូបភាពមួយណាដែលផ្ដើមដោយអក្សរ M ខ្លះអញ្ចឹងយើងមករកទាំងអស់គ្នាសត្វនេះគឺសត្វ kangaroo មិនមែនផ្ដើមដោយសំឡេងម៉ះទេនេះគឺសត្វកណ្ដុរផ្ដើមដោយសំឡេងម៉ះ mouse mouse បាទនេះគឺជាទឹកដោះគោ milk ផ្ដើមដោយសំឡេងម៉ះ milk milk ចំពោះនេះវិញគឺជាសត្វរុយដូចជាសត្វរុយនឹងហើយមិនមែនទេ monkey M monkey M money I like the mouse I like the mouse M mouse M money M milk M monkey ឥឡូវយើងចូលមកដល់ letter N អក្សរ N នេះគឺជាអក្សរ N ធំហើយនេះគឺជាអក្សរ N តូចហើយសំឡេងប្រកបរបស់វាគឺ N N noisy N noisy N nut N nut បាទសូមអានតាមខ្ញុំទាំងអស់គ្នា N nut N nut N net N net N nest N nest N nose N nose នេះគឺជារបៀបសរសេរអក្សរ N ធំហើយនេះគឺជារបៀបសរសេរអក្សរ N តូចបងប្អូនអាចមើលតាមបាទលេខនឹងបានលេខ1លេខ2លេខ3សរសេរពីឆ្វេងទៅស្ដាំពីលើចុះក្រោមឥឡូវសូមអានតាមខ្ញុំម្ដងទៀត N net N net N nut N nut N nest N nest N nose N nose that is a nest that is a nest សម្បុកសត្វ nest
N nest N nose N nut N net N nest N nose N nut N net ឥឡូវយើងចូលមកដល់ letter O អក្សរ O សំឡេងប្រកបគឺ o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 range o orange o octopus o octopus បាទសូមអានតាមខ្ញុំទាំងអស់គ្នា o octopus o octopus សត្វមឹក o o ox o ox គឺសត្វគោឈ្មោលគោមេគឺ cow o olive o olive ផ្លែ olive o ostrich o ostrich គឺសត្វអូទ្រីសហើយនេះគឺជារបៀបសរសេរអក្សរ O យើងសរសេរតាមសញ្ញាព្រួយនឹងមកពីឆ្វេងមកស្ដាំអក្សរតូចដូចគ្នាអញ្ចឹងនៅក្នុងនេះគេសួរយើងថាតើរូបភាពទាំងអស់នេះរូបភាពមួយណាឬក៏ពាក្យមួយណាដែលផ្ដើមដោយសំឡេងអអញ្ចឹងយើងសាកល្បងរកទាំងអស់គ្នាមើលបាទមួយនេះអ ox បាទត្រឹមត្រូវមួយនេះមិនមែនមួយនេះមិនមែនមួយនេះអ ostrich o ostrich o olive o olive មួយនេះមិនមែនមួយនេះក៏មិនមែនមួយនេះមែន o octopus o octopus I see the ostrich I see the ostrich ខ្ញុំឃើញសត្វអូទ្រីស o ostrich o octopus o olive o ox o ostrich o octopus o olive o ox បាទចំពោះមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់និងសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅមេរៀនបន្ទាប់